សួស្តីអ្នកគ្នាបន្តមកកាន់ថ្មីមកខ្ញុំបាទសង្គមហើយដែលខ្ញុំមានវីដេអូមួយចង់ចែករំលែកដល់អ្នកគ្នាតទៅជាមួយនឹងការ forward Telegram បាទការ forward Telegram ពី Telegram ទៅនៅក្នុង Messenger អូខេឬក៏តាមកម្មវិធីផ្សេងអូខេអញ្ចឹងមានគេសួរខ្ញុំអញ្ចឹងគាត់ថាចង់ forward message ពី Telegram ទៅកាន់ Messenger តើគួរ forward យ៉ាងដូចម្ដេចអញ្ចឹងណាអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំចែករំលែកអ្នកគ្នាថាតើយើងធ្វើម៉េចដើម្បី forward voice សំឡេងឬក៏វីដេអូឬក៏ PDF ពី Telegram ទៅកាន់ Messenger អូខេតោះយើងចាប់ផ្ដើមធ្វើអស់គ្នាអញ្ចឹងគឺវាអត់បាក់នេះយើងទៅ Telegram មកហើយយើងយកអ្វីដែលយើងចង់ forward ទៅហ្នឹងធម្មតាបើយើងចុច forward ថានេះជា PDF អញ្ចឹងយើងចុច forward ចេះគឺវាឲ្យទៅកម្មវិធី Telegram sorry កម្មវិធី Messenger អ្នកគ្នាយើងអាចតែ forward ចុះក្នុង Telegram គ្នាឯងទេក៏ប៉ុន្តែបើសិនជាអ្នកគ្នាធ្វើបែបនេះអ្នកគ្នានឹងធ្វើការ forward ចូលទៅកាន់ Messenger បានទាំងអស់តែម្ដងអញ្ចឹងអ្នកគ្នាគ្រាន់ធ្វើការចុចសង្កត់លើវាតទៅទៀតអ្នកគ្នាធ្វើការ select យើងចុច select មកនេះ select បើថាយើងចង់ forward ប្រហែលយើង select ទាំងអស់មកអ្នកគ្នាបន្តមកទៀតអ្នកគ្នាធ្វើការចុច share នេះចុច share កន្លែងនេះកន្លែងនេះនៅយើងអញ្ចឹងបន្តមកទៀតអ្នកគ្នាធ្វើការនេះចង់ share ចូលទៅក្នុងអីក៏បាននេះmore ក៏បានអីក៏បាននេះមាន Telegram មាន Messenger មាន Facebook ក៏យើងទៅស្រេចចិត្តអញ្ចឹងបើយើងចង់ share ចូលទៅក្នុងMessenger យើងចុច Messenger មកអូខេអញ្ចឹងអ្នកគ្នាអាច share បានចូលទៅកាន់ណាគេម្នាក់ដែលយើងចង់ share ទៅស្រេចចិត្តអូខេអញ្ចឹងយើងធ្វើការចុច share មកអូខេអញ្ចឹងបន្តមកទៀតអ្នកគ្នាអាចចូលទៅមើលក្នុង Messenger បាននេះអត់ចុចដានមកនេះអូខេអញ្ចឹងវាធ្វើការ share ចូលតែម្ដងបើសិនវាចូលមួយអញ្ចឹងមានន័យថាយើង select មកវាចូលអត់ទេអញ្ចឹងយើងអាចធ្វើការមួយសារទៀតមកយើងក៏ select ថា voice យើង select voice មកព្រោះពេលខ្លះយើង select ទាំងអស់វាឲ្យទាំងអស់ឲ្យគ្នាយើងតោះតែយើង select ម្ដងមួយអញ្ចឹងណាអ្នកគ្នាខ្ញុំធ្វើការ select សារទៀត voice នេះអ្នកគ្នាធ្វើការ select មកហើយយើង share មកចូលទៅកាន់ Messenger ហើយនេះ boost មកអ្នកគ្នានេះហើយយើងដាក់នោះអ្នកឃើញអាចឃើញហ្នឹងនេះឃើញទេគេឃើញអូខេខ្ញុំធ្វើការលុបវិញដោយសារតែវាអត់សំខាន់ទេខ្ញុំធ្វើការលុបវិញអូខេអញ្ចឹងនេះគឺជារបៀប share ពី Telegram ចូលទៅកាន់ Messenger ងាយៗសង្ឃឹមថាអ្នកគ្នាអាចធ្វើបានអូខេអរគុណសម្រាប់ការតាមទស្សនាជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ